វិនិយោគិនបានទិញមាសដុំនិងកាក់មាសកាន់តែច្រើនក៏ប៉ុន្តែលំហូរទុនចូលទៅក្នុងមូលនិធិមាស ETF គឺជាចំណុចលេចធ្លោបំផុតដោយបានហក់ឡើងដល់ទៅកម្រិតខ្ពស់បំផុតនៅក្នុងកំណត់ត្រាប្រចាំខែមករាដែលបានរួមចំណែកទៅដល់ការប្រែប្រួលនៅក្នុងលោហៈធាតុមានតម្លៃនិងគម្រាមកំហែងទៅដល់ការលក់ចេញនៅក្នុងរយៈពេលខ្លីកាន់តែច្រើនអ្នកស្រី Ruqayyah Ibrahim ប្រធានយុទ្ធសាស្ត្រទំនិញដែលអាចជួញដូរបាននៅស្ថាប័ន BCA Research បាននិយាយថាតម្រូវការវិនិយោគសម្រាប់មាស ETF ជាពិសេសពីអាស៊ីរួមទាំងប្រទេសចិនបានក្លាយទៅជាកត្តាជំរុញដ៏សំខាន់នៃតម្លៃមាសនៅក្នុងរយៈពេលប្រមាណខែកន្លងមកនេះអ្នកស្រីបានលើកឡើងនៅក្នុងកំឡុងពេលកំណត់ត្រាស្រាវជ្រាវរបស់លោកស្រីដែលបានចេញកាលពីថ្ងៃអង្គារថាវិនិយោគិននៅអាស៊ីគឺចូលចិត្តដេញតាមសន្ទុះនៃទីផ្សារនិងងាយប្រតិកម្មនឹងតម្លៃដូច្នេះការកែប្រែតម្លៃអាចបង្កឲ្យមានការបាត់បង់ជំហរទីតាំងវិនិយោគរបស់ពួកគេហើយបង្កើតឲ្យមានការធ្លាក់ចុះតម្លៃយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីខាងមុខ។